វីដេអូនេះគឺខ្ញុំដាក់ជើងណៃបងប្អូនហើយចាប់ថតជាមួយនឹងទូរស័ព្ទរបស់ខ្ញុំណាអញ្ចឹងខ្ញុំធានាឲ្យគឺវាអត់ធ្លាក់ទេហើយទូរស័ព្ទខ្ញុំទិញថ្លៃដែរបើធ្លាក់ខ្ទេចហើយមិនណាទូរស័ព្ទហ្នឹងណាទូរស័ព្ទខ្ញុំកំពុងថតនេះធម្មជាតិអើយបង្កើតខ្ញុំហើយសម្រាប់បងប្អូនយល់យ៉ាងណាដែរបងប្អូនចំពោះការធ្វើវីដេអូបែបនេះនេះគឺខ្ញុំធ្វើវីដេអូគឺបងចង់បង្ហាញអំពីជើងចាប់ទូរស័ព្ទរបស់ខ្ញុំហ្នឹងណាហ្នឹងហើយខ្ញុំដាក់ទៅហើយខ្ញុំជិះថតលេងទៅបងប្អូនហើយក៏បង្ហោះចែកជូនបងប្អូនជាការកំសាន្តបងប្អូនមើលទេសភាពនៅក្នុងខេត្តឧត្តរមានជ័យនេះគឺផ្លូវកវ៉ាត់ក្រុងណាបងប្អូនហ្នឹងហើយផ្លូវក្រោយសាលាវិទ្យាល័យតេជោសែនសំរោងណាបងប្អូនជាទូទៅខ្ញុំចូលចិត្តជិះតាមផ្លូវហ្នឹងដោយសារតែផ្លូវហ្នឹងគឺ fresh មែនតើបងប្អូនគាត់ទៅមើលទៅដឹងបងប្អូនទេសភាពគឺស្អាតកប់តែម្ដងហ្នឹងហើយខ្ញុំល្ងាចឡើងខ្ញុំជិះទៅយកកូនខ្ញុំគឺជិះតាមផ្លូវហ្នឹងឯងហើយមិនមែនចុះ trip ចុះអីទេបងប្អូនប៉ុន្តែខ្ញុំចង់ទិញកាមេរ៉ាពួកប្រភេទ GoPro មួយដែរដល់ពេលដែលជិះម៉ូតូដើរលេងហ្នឹងដាក់កាមេរ៉ាហ្នឹងទៅវាស្អាតមែនទេបងប្អូនហើយទេសភាពដែលខ្ញុំស្រឡាញ់នេះទេគឺចិត្តដល់បងប្អូនហ្នឹងហើយគឺស្ពានកណ្ដែកនេះគឺទេសភាពគឺស្អាតមែនទេបងប្អូនជួយមើលទាំងអស់គ្នាស្អាតទេបងប្អូនហើយបើយើងទៅដល់ឃើញផ្ទាល់កាន់តែស្អាតបងប្អូន fresh មែនទេទីតាំងកន្លែងហ្នឹងហើយឥឡូវគេទៅបើករ៉ាសាំងទៀតមានកាហ្វេមានអីកន្លែងហ្នឹងដែរបងប្អូនហើយហាងកាទៀវកន្លែងកាទៀវកន្លែងអីក៏មានដែរនៅទៅហ្នឹងហើយចិត្តដល់កន្លែងផ្ទះខ្ញុំហ៎ផ្ទះខ្ញុំហួសនឹងតិចហ្នឹងហើយបងប្អូននៅខាងស្ដាំដៃហ្នឹងហើយទេសភាពគឺស្អាតមែនតើខ្ញុំចូលចិត្តមែនតើបងប្អូនគឺមិនមែនចូលចិត្តជិះម៉ូតូទេបងប្អូនភាសាអត់ឡានជិះអញ្ចឹងជិះម៉ូតូគឺ fresh តែពេលមានឡានចាប់ផ្ដើមនិយាយថាមានឡានជិះទៅ fresh តែមនុស្សយើងដូរចិត្តរហូតហ្មងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះ